សារសេចក្តីច្រណែននិងការមិនទុកចិត្តនេះហើយធ្វើឲ្យម្ដាយនិងកូនទាំងពីរនាក់រៀបចំផែនការធ្វើឃាតបរិសចំណាស់នាពេលយប់អាធ្រាត្រមកដល់តើកញ្ចោះឯណាមាសប្រាក់កែវកងឆាប់យកចេញមកឲ្យយើងភ្លាមបើចង់មានជីវិតលោកម្ចាស់អើយខ្ញុំគ្មានទ្រព្យធនអ្វីទេសម្បត្តិត្រឹមអ្នកឡើងថ្នោតនោះខ្ញុំមានត្រឹមតែរូបកាយដ៏ចាស់ជរានេះតែប៉ុណ្ណោះកុហកកូនឯងនាយតូចប្រាប់យើងអស់ហើយថាតើកញ្ចោះឯងនេះមានលក្ខកំណប់ទុកសម្រាប់ចែកកូនចៅយកវាមកឲ្យយើងភ្លាមខ្ញុំអត់មានទេលោកម្ចាស់អើយចុះកូនខ្ញុំនាយតូចគេយ៉ាងម៉េចទៅហើយតើគេមានសុវត្ថិភាពដែរទេបើលោកដោះលែងគេខ្ញុំនឹងបកលជូនមាសសន្សំរបស់នាយតូចដែលគេផ្ញើទុកនឹងខ្ញុំពាក់កដាលជូនទៅលោកថាមែនថាអីចេះខុសខ្ញុំជាកូនបកើតទាំងមូលតែតើកញ្ចាស់នេះពុំដែលមានអ្វីចែកឲ្យខ្ញុំម្ដងណាទេគ្រប់យ៉ាងព្រោះតែកូនក្រៅខោនោះទាំងអស់គ្រានោះបរិសជាចៅបានលើកកំបិតចាក់សម្លាប់បរិសចំណាស់រួចក៏បានអូសសាកសពទៅបោះចោលនៅក្នុងព្រៃបាត់ទៅលុះព្រឹកឡើងអ្នកភូមិស្រែកឆៅឡោចំរំសាកសពដ៏គួរឲ្យព្រឺព្រួចនេះពន់ពេកទៅនាំគ្នាយកទៅធ្វើបុណ្យតាមប្រពៃណីឪវីអើយហេតុអីក៏ឪវីឯងដាច់ចិត្តទៅចោលពួកយើងយ៉ាងនេះពងពុកទៅចោលខ្ញុំហើយប្អូនប្រុសក៏បាត់ខ្លួនទៀតតើឲ្យខ្ញុំនឹងម៉ែទៅពឹងពាក់អ្នកណាទៀតទៅសង្ស័យតែចៅនោះមានទំនាស់គុំគួនអីជាមួយនឹងគ្រួសារអ្នកចែមតែដឹងណោះអាណិតណាស់លោកអើយកូនក៏បាត់ខ្លួនឪក៏បាត់បង់ជីវិតទៅទៀតសង្ស័យតែចៅនោះមានទំនាស់គុំគួនអ្វីជាមួយគ្រួសារអ្នកចែមតែដឹងណោះអើយអាណិតណាស់លោកអើយកូនក៏បាត់ខ្លួនឪវិញក៏បងស្លាប់ទៀត